មានកាន់តែបងសិនដែលគាត់ញ៉ាំវីតាមីន C វីតាមីន E និង Omega 3 ទៅឃើញមានការកាត់មុនពេញមុខហើយគាត់សួរថាមិនវិញហើយមុខនេះអត់រាប់បញ្ចូលនៅក្នុង supplement ដែលធ្វើឲ្យងាយកាត់មុនដោយវីតាមីន B6 B12 B complex iodine ហើយនិង whey protein ទេហើយបីមុខនេះភាគច្រើនជួយកាត់បន្ថយមុនជាពិសេសវីតាមីន E ហើយនិង Omega 3ដោយសារតែវាមានសកម្មភាពប្រឆាំងជាមួយនឹងការរលាក anti inflammatory ហើយបងសង្ស័យថាការឡើងមុននឹងបណ្ដាលមកពី supplement ណាមួយក្នុងចំណោម3ហ្នឹងបងគួរតែផ្អាកញ៉ាំសិនហើយសង្កេតមើលថាតើមុនរបស់យើងនឹងថយចុះអត់ហើយបើសិនជាមុនបងនឹងថយចុះអញ្ចឹងវាអាចបណ្ដាលមកពី supplement ណាមួយក្នុងចំណោម3មុខហ្នឹងហើយមូលហេតុហ្នឹងអាចបណ្ដាលមកពីទី1ខ្លួនរបស់យើងនឹងអាច allergy ជាមួយនឹង supplement ណាមួយក្នុងចំណោម3មុខហ្នឹងឬមួយក៏បង allergy ជាមួយនឹងគ្រឿងសមុទ្រដោយសារតែ omega 3ហ្នឹងចម្រាញ់ចេញមកពីត្រីសមុទ្រទី2អាចលើសកម្រិត supplement ជាពិសេសនៅពេលដែលយើងបូក supplement កម្រិតខ្ពស់ៗហ្នឹងចូលគ្នាបន្ថែមលើនឹង omega 3គឺវាមានផលរំខានមួយវាអាចធ្វើឲ្យប្រព័ន្ធការពាររាងកាយក្នុងខ្លួនយើងនឹងថយចុះជាពិសេស omega 3ដែលមាន EPA 900 mg និង DHA 600 mg ដែលស្មើនឹង fish oil 1000 mg នឹង5គ្រាប់ឬមួយក៏1500 mg នឹងជិត2គ្រាប់សម្រាប់ដំណោះស្រាយចំណុចនេះទី1គឺឆែកមើលកម្រិត supplement នឹងឡើងវិញជាមួយនឹងឱសថការីទី2ជួបជាមួយនឹងគ្រូពេទ្យសើស្បែកដើម្បីពិគ្រោះយោបល់ហើយនឹងទទួលបានការព្យាបាលមួយដែលត្រឹមត្រូវដោយសារតែការឡើងមុននោះវាអាចមានមូលហេតុច្រើនទាក់ទងជាមួយនឹងការរស់នៅការគេង stress ការញ៉ាំឬមួយក៏ការប្រើ skin care ជាដើម